ជនជាតិខ្មែរជាជនជាតិធំមួយកើតលើជ្រោយសវណ្ណភូមិដែនដីអាស៊ីអាំងគ្នារស់នៅយូរលង់បន្សល់អីធម៌ឲ្យពិភពលោកបានស្គាល់អូខ្មែរមានឫសគល់ជ្រៅដល់អតីតមានភាសាមានអក្សរមានទំនៀមទម្លាប់ស្នាមប្រវត្តិសាស្ត្រចាលើដីថ្មបុព្វបុរសបន្សល់ជាមោទនភាពជាតិខ្មែរមានវប្បធម៌រីចមចម្រើនតាំងពីបុរេប្រវត្តិសាស្ត្រសម័យថ្មបំបែកសម័យថ្មរំលីងសម័យលោហៈជីវិតបុរាណចាប់ដើមឆ្នៃព្រួងនៅហើយក្រោយមកទៀតចូលសតតវត្សទី1សម័យអ្នកកោភ្នំហៅថាហ្វូណនខ្មែរកាន់តែរីចម្រើនអរិយធម៌ខ្ពង់ខ្ពស់ពាណិជ្ជកម្មល្បីរហូតដល់បរទេសស្គាល់ខ្មែរចាប់កសាងប្រាសាទថ្មដ៏អស្ចារ្យចំលាក់លើថ្មល្អមកចិត្តពេកក្រៃអប្សរបំរុះរវើក្នុងចិត្តសិល្បៈតន្ត្រីល្បីសូរគ្រប់ទិសសិល្បៈតន្ត្រីល្បីសូរគ្រប់ទិសរហូតដល់សម័យអង្គររុងរឿងមហាអ្នកគោអំណាចវែងឆ្ងាយពេញដែនសវណ្ណភូមិប្រាសាទរាប់ពាន់ឈរជាសាក្សីបង្ហាញកិត្តិយានុភាពនៃបុព្វបុរសខ្មែរក្បូរក្បាច់ចម្លាក់លើផ្ទាំងថ្មបុរាណអប្សរាទុនភ្លុនលើបាំដ៏ល្អឯកតន្ត្រីចម្រៀងសំលៀងបំពាក់ជាអត្តសញ្ញាណខ្មែរមិនអាចលុបបាត់ក្បួនច្បាប់ប្រពៃណីបន្សល់ពីដូនតាបង្រៀនកូនចៅឲ្យចេះគោរពគ្នាវប្បធម៌ខ្មែរជាប្រលឹងជាតិត្រូវរួមថែរក្សាកុំឲ្យបាត់បង់កុំបំភ្លេចការពិតដើម្បីប្រយោជន៍ខ្លួនត្រូវរួមថែរក្សាកុំឲ្យបាត់បង់សូមកុំមកស្កែមវប្បធម៌ប្រវត្តិសាស្ត្រខ្មែរនាំឲ្យកើតវិវាទមិនចេះចប់